ហ្នឹងហើយឥឡូវយើងមកមើលតើប៉ុស្តិ៍នេះវាមានលក្ខណៈពិសេសខុសពីប៉ុស្តិ៍ដទៃអីខ្លះហ្នឹងហើយអញ្ចឹងយើងមកមើលប៉ុស្តិ៍នេះទី1ខ្សែចាប់ម៉ាស់វាខុសគេមួយលក្ខណៈដូចប៉ុស្តិ៍ធំអញ្ចឹងបាទហើយប៉ុស្តិ៍នេះវាមានវ៉ាលីនដូចគេយ៉ាងឯងយើងទៅវាមិនជានេះទេណាអញ្ចឹងយើងមកមើលកន្លែងដាក់លក់បាទនេះណាបាទប្រភេទដែលល្អណានេះកម្លាំងម៉ូទ័ររបស់វាហើយអញ្ចឹងវាមកមើលខាងក្រោយបាទនេះប្រភេទភ្លើង88បាទនេះវាមានពុយស៊ីបបាទសម្រាប់ការពារភ្លើងណាបាទអានេះភ្លើងបៃហ្វា88អញ្ចឹងសម្រាប់ប៉ុស្តិ៍នេះវាផ្ដោតទៅលើការសាលួសបាទហើយសម្រាប់សិប្បកម្មលក្ខណៈគុនហ្នឹងហើយបើមិនអញ្ចឹងទេយើងមើលតែកន្លែងចាប់ម៉ាស់ដឹងហើយវាធ្វើប្រភេទប៉ុស្តិ៍ធំណា